ចាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពចាថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់ពីអត្ថប្រយោជន៍នៃការទទួលទានផ្លែផ្ញៀវដែលល្អសម្រាប់សុខភាពរបស់យើងទាំងអស់គ្នាចាចូលរួមស្ដាប់ជាមួយនឹងខ្ញុំពីអត្ថប្រយោជន៍ដែលនឹងទទួលបានបន្ទាប់ពីទទួលទានផ្លែផ្ញៀវចាអត្ថប្រយោជន៍ទី1គឺជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងចាសារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងផ្លែផ្ញៀវគឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំជាងមុនចាហើយបើសិនណាជាយើងទទួលបានប្រព័ន្ធភាពស៊ាំរឹងមាំគឺយើងអាចជៀសឆ្ងាយពីជំងឺឆ្លងផងដែរដូចជាជំងឺផ្ដាសាយជំងឺគ្រុនផ្ដាសាយជាដើមចាអត្ថប្រយោជន៍ទី2គឺជួយធ្វើឲ្យស្បែករបស់យើងនឹងស្រស់ថ្លាជាងមុនចាវីតាមីន C ដែលមាននៅក្នុងផ្លែផ្ញៀវមិនត្រឹមតែសំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំប៉ុណ្ណោះទេប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែកនិងសម្រស់របស់យើងផងដែរចាព្រោះវីតាមីន C អាចជួយព្យាបាលជួសជុលស្បែកដែលខូចក៏ដូចជាសំយោគ collagen ដែលជួយឲ្យស្បែកនឹងមើលទៅមិនងាយចាស់ឬក៏បាត់ការជ្រីជួញជាដើមចាអត្ថប្រយោជន៍ទី3គឺពង្រឹងសុខភាពអញ្ចាញធ្មេញចាវីតាមីន C ដែលមានផ្ទុកនៅក្នុងផ្លែផ្ញៀវនឹងក៏ផ្ដល់សារៈសំខាន់ផងដែរចាសម្រាប់សុខភាពអញ្ចាញធ្មេញជួយធ្វើឲ្យអញ្ចាញធ្មេញរបស់យើងបានរឹងមាំល្អជាងមុនចាអត្ថប្រយោជន៍ទី4គឺទប់ស្កាត់ហានិភ័យនៃជំងឺខ្វះជាតិដែកចាផ្លែផ្ញៀវសម្បូរទៅដោយជាតិដែកដែលអាចជួយដល់បញ្ហាខ្វះជាតិដែកក្នុងរាងកាយឬក៏បញ្ហាខ្វះគ្រាប់ស៊ាំក្រហមក៏កង្វះគ្រាប់ស៊ាំក្រហមដែលអាចបង្កើនដល់ការផ្គត់ផ្គង់អុកស៊ីហ្សែនទៅដល់រាងកាយរបស់យើងដូច្នេះហើយយើងគួរតែបញ្ចូលការទទួលទានផ្លែផ្ញៀវនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងចាដើម្បីអាចជៀសផុតពីបញ្ហាកង្វះជាតិដែកក៏ដូចជាកង្វះគ្រាប់ស៊ាំក្រហមក្នុងរាងកាយចាអត្ថប្រយោជន៍ទី5គឺអាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ចាផ្លែផ្ញៀវគឺល្អសម្រាប់សុខភាពឈាមចាព្រោះវាមានផ្ទុកនៅជាតិប៉ូតាស្យូមដែលអាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ជួយរក្សាកម្រិតធម្មតានៃសម្ពាធឈាមដែលអាចជួយឲ្យជៀសផុតនៃជំងឺលើសឈាមក៏ដូចជាជំងឺបេះដូងផងដែរចាអត្ថប្រយោជន៍ទី6គឺទប់ស្កាត់ជំងឺពុកឆ្អឹងចាសារធាតុរ៉ែដ៏សំខាន់មួយទៀតដែលមាននៅក្នុងផ្លែផ្ញៀវគឺកាល់ស្យូមកាល់ស្យូមគឺជាសារធាតុចាំបាច់ដែលជួយឲ្យឆ្អឹងយើងមានសុខភាពរឹងមាំដូចនេះហើយការទទួលទានផ្លែផ្ញៀវជាប្រចាំរួមផ្សំជាមួយការធ្វើលំហាត់ប្រាណជាទៀងទាត់នឹងធ្វើឲ្យយើងជៀសឆ្ងាយពីជំងឺពុកឆ្អឹងប្រកបដោយប្រសិទ្ធភាពចាសម្រាប់អត្ថប្រយោជន៍ចុងក្រោយគឺសម្រួលដល់ការរំលាយអាហារចាការទទួលទានផ្លែផ្ញៀវជាប្រចាំជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារព្រោះផ្លែផ្ញៀវមានផ្ទុកនៅជាតិសរសៃខ្ពស់ដែលជួយជំរុញដល់ការផលិតទឹកក្រពះរំលាយអាហារចាលើសពីនេះទៅទៀតជាតិសរសៃក៏ជួយសម្រួលដល់ចរន្តនៃពោះវៀនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀននិងជំងឺដូងបាតបានផងដែរចាហើយអត្ថបទនេះគឺដកស្រង់ចេញពីគេហទំព័រក្នុងស្រុក health.com.kh ចាអរគុណសម្រាប់ការតាមដាននិងទស្សនាជាមួយនឹង Channel របស់យើងខ្ញុំចា